ជំរាបសួរហើយនឹងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់វីដេអូខ្ញុំដោយសារថ្ងៃហ្នឹងជាថ្ងៃអាទិត្យហើយខ្ញុំមានបេសកកម្មត្រូវទៅស្រុកមន្ទីរស្រីអញ្ចឹងយើងទៅស្រុកមន្ទីរស្រីតាំងព្រឹកហើយនេះគឺផ្លូវទៅមន្ទីរស្រីដល់ជាកាត់ផ្លូវតាកសិនអង្គរហើយថ្ងៃហ្នឹងគឺថ្ងៃអាទិត្យអញ្ចឹងមានអ្នកមកអង្គុយច្រើនហើយពេលល្ងាចគឺច្រើនជាងនឹងទៀតហើយនេះគឺផ្លូវទៅមន្ទីរស្រីទៅព្រះដាវហើយពេលជិះតាមផ្លូវទៅក៏នឹកឃើញថាចង់ចូលលេងប្រាសាទក៏ search តាម Google Map ទៅឃើញមានប្រាសាទមួយគឺប្រាសាទក្រវ៉ាន់នៅជិតហ្នឹងហើយនេះគឺផ្លូវចូលប្រាសាទក្រវ៉ាន់ហើយពេលចូលទៅដល់គឺឃើញគេរៀបចំកម្មវិធីប៉ុន្តែអត់ដឹងថាកម្មវិធីអីទេហើយប្រាសាទហ្នឹងគឺស្អាតមែនទែនមានកំពូល5ហើយមានកំពូលមួយនៅកណ្ដាលហើយសងខាងអត់បីនឹងអត់មានកំពូលទេអត់ដឹងថាវាបែកបាក់ឬក៏គេអត់សាងសង់ហើយនេះគឺប្រាសាទក្រវ៉ាន់ដែលគេកសាងឡើងនៅដើមសតវត្សទី10ឈ្មោះវាប្រាសាទក្រវ៉ាន់គឺគេដាក់ក្រោយទេប៉ុន្តែមុនហ្នឹងគឺមុនហ្នឹងគេមានឈ្មោះមួយទៀតចាំមើលខ្ញុំសរសេរដាក់ក្នុងនឹងឲ្យពូខ្លាចទៅអានទៅខុសហើយនេះគឺទស្សនវិជ្ជារបស់គេរៀបចំមិនមានសោនហើយនេះគឺបំពង់ទៅយកអត់ដឹងថាបំពង់អីដែរអាចបំពង់ឆ្ងល់ថាបំពង់អីព្រោះឃើញគេដាក់ពេញហ្នឹងអញ្ចឹងអាចថាជាបំពូលផ្លូវរបស់គេហើយនេះគឺផ្លូវទៅនៅផ្នែកខាងមុខមើលទៅស្អាតប៉ុន្តែដោយសារគេរៀបចំកម្មវិធីអញ្ចឹងខ្ញុំអត់ចង់ទៅដើរខ្លាចទៅពេលទៅឯងអញ្ចឹងទៅចាំបានទៅថតទៅហើយពេលចូលទៅលើគឺឃើញថាប្រាសាទហ្នឹងគឺប្រាសាទមួយដែលគេធ្វើពីឥដ្ឋប៉ុន្តែស្អាតហើយមើលទៅរៀងពណ៌រៀងក្រហមណាហើយនេះគឺការក្នុងប្រាសាទកន្លែងហ្នឹងគឺគេឲ្យចូលទៅអត់អីទេប៉ុន្តែមួយទៀតគឺគេដាក់ឲ្យចូលទេហើយនេះគឺរូបចម្លាក់គឺសងខាងប្រាសាទហើយនេះគឺសសរពេជ្រគឺនៅល្អស្អាតដែលមានក្បាច់រចនាល្អមែនទែនហើយនេះគឺសាលាចារឹកប៉ុន្តែសាលាចារឹកហ្នឹងភាគច្រើនខ្ញុំសើចតាម YouTube ទៅគេថាគេនិយាយពីការសាងសង់ហើយនឹងប្រវត្តិនៃប្រាសាទអញ្ចឹងខ្ញុំអត់ដឹងដែរហើយនេះគឺទស្សនវិជ្ជាខាងមុខស្អាតមែនទែនបើសិនជាអត់មានគេរៀបចំពេលងាកនឹងទៅ frame មកយើងអាចដើរឬក៏លេងនៅមុខនឹងបានហើយប្រាសាទហ្នឹងគឺមានចម្លាក់នៅខាងក្នុងទៀតដើរដំបូងខាងមុខខ្ញុំអត់ឃើញថាមានចម្លាក់ទេដល់ពេលដើរខាងនេះទៅឃើញមានចម្លាក់អញ្ចឹងក៏បកទៅមើលនៅក្រៅវិញគិតថាខ្ញុំមើលអត់ច្បាស់ប៉ុន្តែមើលម្ដងទៀតគឺអត់មានអញ្ចឹងចម្លាក់ហ្នឹងគឺធ្វើតែមួយនឹងទេថាមួយឬក៏ពីរអាប៉មកដាលអញ្ចឹងណាតែនៅប៉មនៅ3ផ្សេងទៀតគឺអត់មានចម្លាក់ទេហើយនេះគឺចម្លាក់មួយដែលគេនិយាយពីខ្ញុំភ្លេចបាត់ហើយពួកខ្ញុំសើចដែរមែនតែខ្ញុំភ្លេចបាត់ហើយនេះគឺជាចម្លាក់នៅខាងក្នុងមើលទៅស្អាតតែភាពអស្ចារ្យមួយគឺគេបន្ទាប់ដីឥដ្ឋប៉ុន្តែគេអាចធ្វើជាចម្លាក់មួយបានអញ្ចឹងពេលដែលយើងចេញពីនឹងហើយក៏យើងធ្វើដំណើរតទៀតជាកាត់សាស្រង់ហើយនេះគឺផ្លូវទៅសហគមន៍វីដេអូខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការទស្សនា